បាទជំរាបសួរពុកម៉ែបងប្អូនអស់គ្នាបាទនេះយើងមើលទស្សនវិជ្ជាគោប្រមូលផ្ដុំគ្នាហើយគេមកទៅមកអញ្ចឹងណាហើយកដាវាស្រែហើយផ្សេងវងផ្សេងក៏រត់មកដែរហើយបើចាស់វាដើមហ្នឹងមិនដឹងថាកុហកឬក៏យ៉ាងម៉េចដែរគេថាគោធ្វើបន់នៅពេលល្ងាចម៉ោងបែប6ហ្នឹងមកវាលស្រែហ្នឹងថាគោថាគេប្រមូលផ្ដុំមកថាសើតមកពីរត់មកពីចងាយមកអញ្ចឹងណាហើយមកផ្ដុំគ្នាមកស្រែហ្នឹងអញ្ចឹងទៅហើយចូលមែនតិចនេះចូលចិត្ត100គោដែរទាំងទូទាំងធំហ្នឹងបាទហើយឥឡូវយើងថាគោធ្វើបន់ចោះនេះមកប្រមូលផ្ដុំគ្នាទៅលេងទៅបលែកគ្នាទៅខ្លះបាត់ម៉ែស្រែករម៉ែនោះដើរមកទៀតនោះមកពីងាយមកទៀតនេះគេផ្ដុំគ្នាហើយគោធ្វើបន់បើមនុស្សយើងមានបាយទឹកមានសឡយធុទៀនគោធ្វើបន់មានតែស្មៅឯងវីដេអូមួយនេះយើងមើលទៅជាសម័យកាលពីយើងនៅពីក្មេងៗដែរតើមើលគោមើលអីខែប្រាំងចឹងម៉ោង5ម៉ោង6យើងចាប់ផ្ដើមរកគោខាងនោះក៏ចាក់ចេញខ្លះហើយចាក់ចេញពីវងខ្លះហើយបាទសម្រាប់វីដេអូមួយនេះគឺយើងសូមអរគុណសម្រាប់ការទស្សនាហើយយើងនឹងទៅមើលវីដេអូនៅក្រោយទៀតបង្ហាញពីទេសភាពវាស្រែបាទមួយនេះគេបាត់ម៉ែគេនោះរកឃើញម៉ែវិញហើយនោះម៉ែសូមម៉ែមកពីណាហើយក្បាលចាស់ហើយណា
cái hạt nhi cô mà lâu lẹ liền hay bàเป็นสเปียบเปียสไลด์ตั้งโกเป็นเงี้ยเราแหลกเรียงบดาหาย chả bị đam và cái chung cô chungគ្នាចេះហ្នឹងគេថាគោធ្វើបន់នេះគេប្រមូលផ្ដុំគ្នាមកអញ្ចឹង